ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះណាវីចាខានចេញវីដេអូយូរបងប្អូនណាឥឡូវណាវីមកធ្វើចេកចាចេកចំហុយបងប្អូនណាវីហៅចេកគេហៅចេកកលុកបងប្អូនចេកបុកចាតែណាវីចាអត់បានបុកបានអីទេបងប្អូនណាវីចិត្តជាបន្ទះបងប្អូនរសជាតិគឺឆ្ងាញ់ខ្លាំងបងប្អូនមើលតែវីដេអូនេះទៅឲ្យមានដូងខ្ចីចាមានខ្នុរទុំរសជាតិគឺ the best ឈ្ងុយខ្ទិះពេញមាត់តែម្ដងបងប្អូនណាចារសជាតិគឺឆ្ងាញ់ណាស់បងប្អូនអើយចាណាវីអត់ប្រើស្ករសបងប្អូនណាវីប្រើទឹកដោះគោស្រស់និងទឹកដោះគោខាប់ចាបងប្អូនមើលសាច់គេឡើងស្មូតចាឥឡូវណាវីមកកាត់លឹកចេកក្រោយផ្ទះបងប្អូនណាចាយកមកលាងបងប្អូនចាលាងហើយបានយកទៅហាលបងប្អូនណាព្រោះដីចាលាងហើយអញ្ចឹងយើងយកទៅហាយើងនឹងជូតឲ្យស្អាតបងប្អូនណាចានេះលាងឆោលាងមកស្លឹកយូរមែនតើបងប្អូននឹងងាយហើយណាវីកាត់ទៅហើយព្រឹកឡើងណាវីចាប់ដើមវិញឥឡូវណាវីមានខ្នុរកន្លះគីឡូបងប្អូនណាចាខ្នោទុំចាហើយមានទឹកដោះគោស្រស់ original ណាវាអត់សូវចាហើយទឹកដោះគោខាប់បងប្អូនណាចានេះមួយកំប៉ុងរូបក្បាលគោចាអញ្ចឹងណាវីប្រើតាខ្នុរចេកទឹកដោះគោស្រស់និងទឹកដោះគោខាប់បងប្អូនចាតែប៉ុណ្ណេះហើយយើងកុំភ្លេចអំបិលបងប្អូនដាក់មកចាប់ទៅដើម្បីឲ្យផ្អើមមុតបងប្អូនណាចាហើយណាវីមានដូងបងប្អូនដូងចំនួន2ណាដូងនេះថាយកឲ្យរៀងចាស់បន្តិចអានេះស្ទើរចាស់ស្ទើរទុំចានៅជ្រប់ឥឡូវណាវីមកជ្រៀកខ្នោហើយណាវីមានដូងចាចំនួន3ខាំច្បាច់យកខ្ទិះបងប្អូនហើយចេកណាវីក៏ហាន់រួចរាល់ចំនួន2ស្និតបងប្អូនណាចាណាវីចូលចិត្តហាន់ប្រទះចឹងទៅញ៉ាំទៅដោយសាច់ចេកដោយសាច់ដូងខ្ចីដោយខ្នុរបងប្អូនណារសជាតិគឺឈ្ងុយឆ្ងាញ់តែម្ដងបងប្អូននេះចេកណាវីយកអាទុំល្មមបងប្អូនអត់ទុំពេកចាអត់ជោពេកចឹងបងប្អូនណាយកអាជ្រប់ទុំល្មមចានេះឥឡូវណាវីយកមកហាន់ចាហើយនេះដូងកកោសរួចរាល់បងប្អូនណាចាចឹងដូងខ្ចីចំនួន2ចេក2ស្និតណាវីប្រើអង្គខ្សាយចំនួនកន្លះគីឡូបងប្អូនណាហើយទឹកដោះគោមួយកំប៉ុងហើយទឹកដោះគោខាប់ហើយចណាវីដាក់កន្លះកំប៉ុងហ្នឹងបងប្អូនណាចារសជាតិគឺឆ្ងាញ់បងប្អូនអើយញ៉ាំហើយមិនភ្លេចរសជាតិបានទេលោកប្តីទាំងកូនប្រុស2ស្រីពៅមួយនឹងខ្ញុំអីហ្នឹងគឺចូលចិត្តបងប្អូនឲ្យតែឃ្លានគឺធ្វើញ៉ាំខ្លួនឯងចំហុយមួយផ្លែតបានញ៉ាំបងប្អូននេះអង្គចាម្សៅណាវីប្រើម្សៅស្រាប់បងប្អូនណាច្រឡំម្សៅខ្សាយបងប្អូនឥឡូវណាវីចាក់ខ្ទិះដូងដែលយើងច្បាច់ហើយយកទៅក្បាលខ្ទិះហ្នឹងមកបងប្អូនណាចាចាក់ចូលម្សៅជាមួយចេកចាណាវីអត់មានមកយកមកច្បាច់អីទេបងប្អូនណាយកមកលាយតែម្ដងជាមួយនឹងនេះទឹកដោះគោស្រស់បងប្អូនណាហើយជាមួយទឹកដោះគោខាប់ចានឹងខ្នោតែម្ដងចានេះចាក់ជាមួយម្សៅនឹងហើយយើងច្បល់ចូលគ្នាឲ្យសព្វចាណាវីប្រើតែទឹកដោះគោមួយកំប៉ុងហ្នឹងគឺផ្អែមល្មមបងប្អូនណាហើយយើងប្រើអំបិលដាក់មួយចិបមកចាកន្លះល្ព្រាមកបងប្អូនណាកន្លះព្រាកាហ្វេចានេះណាវីចាក់ទឹកដោះគោស្រស់ចំនួនកំប៉ុងបងប្អូនចាដោះគោខាប់ហ្នឹងគឺមានរសជាតិគឺឈ្ងុយហើយចេកយើងអត់ខ្មៅទេបងប្អូនចេកយើងឡើងពណ៌ smooth ចាពណ៌និយាយទៅខ្ទិះតែម្ដងបងប្អូនណាចា the best special តែម្ដងបងប្អូនអើយឲ្យអួយមកនេះណាវីដាក់អំបិលប៉ុណ្ណឹងមកចាហើយនេះខ្នោចានេះណាវីដាក់សាច់ដូងដាក់អីទៅយើងមិចជាមួយម្សៅហ្នឹងកូរឲ្យសព្វចូលល្បាយតែមួយយើងយកមកខ្ចប់ជាមួយស្លឹកចេកហ្នឹងបងណាស្លឹកចេកក៏ធម្មជាតិដែររបស់ខ្លួនឯងតែម្ដងបងប្អូនទម្លាក់4ស្ទងទៀតបងប្អូនញ៉ាំទៅយកចេកតំញ៉ាំហើយម្សិលមិញនន់តនិយាយទៅញ៉ាំកាច់ជាប់មកតក់គឺឆ្ងាញ់មកចេកអ្នកម្ដាយយកមកឲ្យដាំណាបងប្អូនឥឡូវចាប់ដើមទម្លាក់ទៀតហើយចានេះឡើងគល់ក៏ទម្លាក់ឲ្យយើងញ៉ាំដែរបងប្អូនអើយចាឥឡូវណាវីយកមកលាយចាឃើញទេលាយឲ្យសព្វមកឃើញទេណាវីលាយប៉ុណ្ណឹងបងប្អូនកកន្លះគីឡូគឺល្មមចេកចំនួន2ស្និតចាអីជាមួយនឹងដូង2សាច់ដូងស្រស់2ចាខ្ទិះគឺ3ខាំហើយដូរខ្នោកន្លះគីឡូបងប្អូនណាជាមួយទឹកដោះគោមួយកំប៉ុងទឹកដោះគោស្រស់កន្លះចានេះណាវីកូរហើយរួចរាល់ឡើងឈ្ងុយបងប្អូនហើយចាអត់ទាន់ដាក់ចំហុយគឺឈ្ងុយខ្លាំងហ្មងបងប្អូនណាចាសាច់ដូងលាយជាមួយទឹកដោះគោផងខ្ទិះដូងផងចាហើយរសជាតិឈ្ងុយខ្នោតែម្ដងបងប្អូនណាចានេះចឹងណាវីលាយរួចរាល់បងប្អូនឃើញទេណាវីអត់សូវយកម្សៅប៉ុន្មានទេយកតែប៉ុណ្្នឹងមកល្មមឆ្ងាញ់តែម្ដងចាហើយបើយើងស្ទើរយើងលាយទឹកដូងដែលយើងកាប់នឹងមកលាយបន្តិចមកបងប្អូនណាមិនបាច់លាយទឹកសទឹកអីទេចាគឺញ៉ាំទៅខ្ទិះពេញមាត់ហើយគ្មានអ្នកណាធ្វើទេបងប្អូនតែលក្ខណៈក្រុមគ្រួសាររបស់ណាវីបងប្អូនណាចាសម្បីតែលក់ក៏គ្មាន
ពីដែរគ្មានដូចទេបងប្អូនចាណាវីធ្វើញ៉ាំជាលក្ខណៈគ្រួសារបងប្អូនអើយគឺឆ្ងាញ់យើងដាក់ចំហុយស្រស់ដាក់ចំហុយអត់វិចស្លឹកចេកក៏បានដែរតែណាវីចូលចិត្តខ្ចប់ស្លឹកចេកទៅចំហុយទៅឈ្ងុយស្លឹកចេកបងប្អូនណាចានេះអញ្ចឹងបងប្អូនមើលទៅដឹងតែពីខ្ទិះជាតិឆ្ងាញ់ឈ្ងុយតែម្ដងបងប្អូនចាឆ្ងាញ់ខ្លាំងណាបងប្អូនអើយញ៉ាំឲ្យបងភ្លេចរសជាតិបានទេកូនខ្ញុំចូលចិត្តបងប្អូននេះស្លឹកចេកអីចឹងណាព្រោះយើងចំហុយឡើង 3-4 ឆ្នាំណាបងប្អូនណាព្រោះឡើងសឹងយើងល្មមចំហុយបាននំម្ដង10 20ទេចាអញ្ចឹងចំហុយ3ឆ្នាំបងប្អូននេះចាអញ្ចឹងរៀបដាក់ចំហុយឲ្យស្លឹកចេកខាងក្រៅនេះគឺរាងក្រហមខ្ញុំដាក់ខាងក្រៅចាយកអាខៀវៗដាក់ខាងក្នុងបកមកបងប្អូន the best special តែម្ដងគឺជាតិតែម្ដងបងប្អូនអើយចានេះរសជាតិគឺឆ្ងាញ់អញ្ចឹងណាវីមិនតែប៉ុណ្ណេះទេបងប្អូនចង់ញ៉ាំធ្វើតាមណាវីអត់ខកបំណងទេជម្រាបលាបាយបាយជួបណាវីនៅវីដេអូក្រោយ